បាទខ្ញុំដាំកាហ្វេតាំងពី2014ហ្នឹងហើយ2014ពេលយើងដាំហើយផលវិបាកទីដំបូងយើងខ្វះដូចជាចំណាស់វិជាដែលយើងត្រូវថែរក្សាហើយយើងសួរបងប្អូនឲ្យគាត់ប្រាប់បន្ទាប់មកហើយយើងខ្វះដូចជាថវិកាទិញជីសម្រាប់ដាក់បើយើងអត់ដាក់ជីកាហ្វេយើងអត់ល្អដូចជាគិតថាឥឡូវហ្នឹងពេលយើងសួរបងប្អូនទៅពួកគាត់ប្រាប់ហើយយើងធ្វើតាមពួកគាត់ដែលណែនាំបងប្អូនដែលធ្វើច្រើនស្នាមច្រើនខែកន្លងមកអញ្ចឹងណាអញ្ចឹងពួកគាត់ប្រាប់ហើយប្រាប់ហ្នឹងយើងធ្វើតាមអញ្ចឹងយើងធ្វើដែលកាហ្វេយើងដូចជាធ្លាក់ចុះ7ឆ្នាំបាទអញ្ចឹងដើមវាអត់ល្អលូតលាស់ដូចជាឥឡូវទេណាបាទធ្លាក់ចុះដល់ឆ្នាំទី8ទៅចាប់ដើមកន្ថែខ្ញុំកាត់ហើយដល់ឥឡូវ2025ខែ11ហ្នឹងថាខ្ញុំមើលដំណាំមកគូសំបាទកាហ្វេហ្នឹងហើយយើងដាក់ជីតាមដែលបងប្អូនណែនាំទៅបានប្រាប់ទៅយើងគិតថាល្អហើយទីផ្សារទៀតពីដំបូងមានតែអ្នកទិញបាទយើងគេតែមកទិញនៅយើងបាទ